ភ្ញាក់ខ្លួនឡើងគ្រួសារក្រខ្លាំងណាស់ម្ដាយឪពុកពិបាកខ្លាំងណាស់ទើបមករស់នៅកន្លែងខ្ញុំទើបមកខំសិក្សាទើបមករស់នៅភ្នំពេញទើបមកតស៊ូរៀនសូត្រ Great KX លើកឡើងបែបនេះក្រោយឃើញយុវជនមួយចំនួនជ្រួលជ្រើមរឿងចូលក្លឹបកំសាន្តទាំងនៅចាយលុយឪពុកម្ដាយ ទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើត មិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់ អ្នកបង្កើតមេតិកាល្បីលោក Great KX បាននិយាយដាស់តឿនទៅដល់យុវជនខ្មែរមួយចំនួនដែលកំពុងតែភ្លឺតភ្លើនតាមគ្នារឿងចូលក្លឹបសប្បាយដាច់ជប់ទាំងដែលនៅចាយលុយឪពុកម្ដាយជាពិសេសយុវជនដែលស្ថិតក្រោមការផ្គត់ផ្គង់របស់លោកប្រសិនបើចាប់បានលោកនឹងបណ្ដេញចោលរួមទាំងអ្នកគ្រប់គ្រងរបស់លោកផងដែរបើស្អប់លោកដែលនិយាយបែបនេះអាច unfollow រូបលោកចោលបានតាមរយៈវីដេអូលោក Great KX បាននិយាយថាចង់ unfollow ខ្ញុំក៏ unfollow ចុះព្រោះខ្ញុំបើកបណ្ណាល័យអស់ $10,000 ជាងទិញសៀវភៅអស់ជាង$30,000 និងចុងឆ្នាំខ្ញុំផ្ដល់អាហារូបករណ៍និងឲ្យលុយសិស្សគឺខ្ញុំជួយ support ច្រើនមែនទែននៅលើការសិក្សាសម្រាប់អ្នកដែលរស់នៅក្នុងសហគមន៍ខ្ញុំចាប់ពីថ្ងៃនេះតទៅបើសិនជាជប់ឡើងចូលក្លឹបចាប់បាន2ទៅ3ដងគឺខ្ញុំដេញចោលហើយអ្នកផលិតមាតិកាឆ្នាំរូបនេះបន្តថាផ្ដាំផ្ញើទៅកាន់អ្នកគ្រប់គ្រងរបស់លោកទៀតថាគួរតែភ្ញាក់ខ្លួនឡើងព្រោះយើងក្រខ្លាំងណាស់យើងមិនតាន់មានលុយទាំងបាច់ខ្ជះខ្ជាយទៅចាយលើក្លឹបរាល់ថ្ងៃអញ្ចឹងនោះទេត្រូវភ្ញាក់ខ្លួនឡើងព្រោះឪពុកម្ដាយពិបាកខ្លាំងណាស់ទើបឲ្យមករស់នៅកន្លែងខ្ញុំទើបមកខំសិក្សាមកតស៊ូរៀនសូត្រនៅភ្នំពេញលោកថាដើរលេងឲ្យមានដែនកំណត់ខ្លះចាំពេលបនទៀនចាំដើរខូបកំណត់ចាំទៅមិនមែនមានលុយចូលក្លឹបនឹងដើរលេងរាល់ថ្ងៃបែបនេះនោះទេត្រូវភ្ញាក់ខ្លួនឡើងនៅក្មេងខ្លាំងណាស់ហើយចាប់ពីថ្ងៃនេះតទៅខ្ញុំចាប់បានថាអ្នកណាចេញដើរលេងដាច់យប់ម្ដងជា2ដងខ្ញុំនឹងឈប់ឲ្យរស់នៅកន្លែងខ្ញុំទៀតហើយព្រោះកន្លែងខ្ញុំទទួលបានមនុស្សជាច្រើនទៀតគេមករស់នៅសម្រាប់អ្នកដែលល្អៗលោក Great KX បញ្ជាក់ថាការដែលខ្ញុំនិយាយបែបនេះគឺគ្រាន់តែចង់ឲ្យគ្រប់គ្នាភ្ញាក់ខ្លួនឡើងវិញតែប៉ុណ្ណោះដើម្បីចង់ឲ្យសង្គមជាតិល្អនិងចង់ឲ្យខ្លួនឯងមានអនាគតល្អត្រូវធ្វើខ្លួនឯងឲ្យល្អកុំធ្វើឲ្យឪពុកម្ដាយពិបាកចិត្តទៅបានហើយប៉ុន្តែផ្ទុយស្រឡះអ្នកខ្លះជប់ឡើងបាត់តភ្លឺសឹងតែរាល់ថ្ងៃទាំងដែលខ្លួននៅក្មេងមិនសល់អ្វីជាដុំកំភួននៅឡើយអ្នកខ្លះរកតែម៉ូតូមួយជិះមិនបានជិះតែជាមួយគេហើយចង់ឲ្យខ្លួនឯងមានភាពមានបានដូចគេយើងត្រូវតែខំពីឥឡូវទៅយប់ឡើងត្រូវគេងឲ្យមានកម្លាំងព្រឹកឡើងទៅរៀនពេលថ្ងៃធ្វើការសន្សំលុយធ្វើការដើម្បីអ្វីដែលល្អដូច្នេះហើយចៃវីឲ្យចេះតែបិទត្បៀតកុំដើរលេងយប់ផឹកស៊ីសប្បាយធ្វើឲ្យឪពុកម្ដាយដេកពិបាកចិត្តដេកព្រួយពិបាកខ្លាំងណាស់ក្រោយពីបានស្ដាប់ការលើកឡើងរបស់លោក Great KX បែបនេះអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបង្ហាញការគាំទ្រដោយមានទាំងបង្គោលល្បីៗក៏បានចូលរួមចែករំលែកឃ្លីបវីដេអូនេះបន្ត